បាទសួស្តីបងប្អូនទាំងអស់គ្នាហើយយើងបានមើលឃើញម៉ូតូទាំងអស់រួចហើយអញ្ចឹងហើយក្នុងសប្តាហ៍នេះយើងខ្ញុំចង់ណែនាំបងប្អូនអំពីប្រភេទម៉ូតូ Cruiser វិញម្ដង Cruiser ដែលវាជាប្រភេទ Cruiser ប្រភេទស៊េរីចាស់មួយទៀតស៊េរីថ្មីមួយនេះគឺ Magna មួយនោះគឺ Rebel កម្លាំង250បាទអញ្ចឹងកុំបងអង្គយូរចូលទៅក្នុងវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាបាទបាទអរគុណបងប្អូនទាំងអស់គ្នាម៉ូតូថ្ងៃនេះគឺមាន2គ្រឿងម៉ូតូទី1នោះគឺមានឈ្មោះថា Rebel កម្លាំង250ហើយផលិតនៅក្នុងឆ្នាំ2018តាមពិតទៅប្រភេទម៉ូតូ Rebel គឺមាន2ជំនាន់ហើយដោយអា Rebel អ្នកទាំងអស់គ្នាកំពុងតែឃើញនេះគឺជំនាន់ខ្ពស់ផុតលេខឬក៏ជំនាន់ចុងក្រោយឬក៏ជំនាន់ទី2ដោយប្រភេទម៉ូតូ Rebel នេះការជំនាន់ទី1គឺគេចាប់ផ្ដើមធ្វើឡើងតាំងពីឆ្នាំ1985រហូតមកដល់ឆ្នាំ1997គឺមានរយៈពេលប្រហែលជាង10ឆ្នាំតែប៉ុណ្ណោះហើយចង្វាក់ផលិតកម្មរបស់ប្រភេទម៉ូតូ Rebel កាលពីមុនឬក៏អាស៊េរីចាស់នោះគេឈប់ធ្វើហើយយើងត្រូវចាំដល់ជាង20ឆ្នាំគឺនៅក្នុងឆ្នាំ2017ទើបក្រុមហ៊ុន Honda គេយករូបរាងប្រភេទម៉ូតូ Rebel កាលចំនួននោះយកមកគូសវាហើយក៏ចេញប្រភេទម៉ូតូ Rebel ចំនួនខ្ពស់ជាងគេនេះមកដោយប្រភេទម៉ូតូ Rebel ចំនួនថ្មីនេះគឺចាប់ផ្ដើមពីឆ្នាំ2017រហូតមកដល់ពេលបច្ចុប្បន្ននេះហើយម៉ូតូ Rebel គឺជាប្រភេទម៉ូតូបែប Cruiser ឬក៏គេហៅថាបែប Touring ប្រភេទម៉ូតូ Cruiser ឬក៏ Touring អ្នកទាំងអស់គ្នាដឹងហើយថាជាប្រភេទម៉ូតូដែលគេតម្រូវឲ្យយើងជិះផ្លូវឆ្ងាយយកតែមែនតើឬក៏អ្នកដែលជិះនឹងចូលចិត្តជិះម៉ូតូរយៈចម្ងាយឆ្ងាយហើយ Rebel ការចំនួនចាស់គឺជាប្រភេទម៉ូតូដែលមាន2 Piston ឬក៏គេហៅថា V Twin ហើយដំណើរការបញ្ចុះកម្ដៅគឺពឹងពាក់លើខ្យល់បុកបញ្ចូលតែអា Rebel ចំនួនចុងក្រោយគេនេះវិញម៉ូតូគឺមានតែស៊ីឡាំងមួយតែប៉ុណ្ណោះឬក៏គេហៅថា Piston មួយឬក៏ម៉ាស៊ីនមួយហើយការបញ្ចុះកម្ដៅហ្នឹងគឺប្រើធុងទឹកដោយខុសពីអាស៊េរីចាស់ហើយសួរទៀតថាហេតុអ្វីបានជាគេយកប្រភេទម៉ូតូ Rebel នេះយកមកផលិតឡើងវិញនៅក្នុងឆ្នាំ2017បែបនេះបើសិនជាគេចង់ជិះប្រភេទម៉ូតូ Cruiser ឬក៏ Touring នៅជប៉ុនហេតុអ្វីបានជាគេមិនមើលប្រភេទម៉ូតូ Harley Davidson ដែលប្រភេទម៉ូតូ Harley Davidson នេះគឺយើងទាំងអស់គ្នាដឹងហើយថាល្បីជាងគេបំផុតគឺប្រភេទម៉ូតូ Cruiser ឬក៏ប្រភេទម៉ូតូ Touring នេះឯងឲ្យតែយើងនិយាយអំពីម៉ូតូ Harley Davidson ឬក៏បងប្អូនខ្មែរយើងហៅថាហាក់លីគឺយើងដឹងតែស្រមៃឃើញរូបម៉ូតូបែបធំហើយធ្ងន់ហើយជនជាតិអាស៊ីធម្មតាគឺមិនអាចជិះបានទេដោយឃើញចន្លោះស៊ីកន្លែងនេះហើយទើប brand Mark Honda គេចាប់ផ្ដើមចង្វាក់ផលិតកម្មម៉ូតូ Rebel នេះដែលជាប្រភេទម៉ូតូដែលអាចជិះផ្លូវឆ្ងាយបានដូចគ្នាតែមានទម្ងន់ស្រាលដើម្បីឲ្យអតិថិជនរបស់គេនរណាក៏ជិះបានដែរមិនត្រឹមតែសាសអឺរ៉ុបទេអាចជិះបានសូម្បីតែអាស៊ីដូចជាជនជាតិជប៉ុនគ្នាឯងដែលមានមាឌទូចៗហ្នឹងក៏អាចជិះបានផងដែរដូច្នេះអតិថិជនបើសិនជាចង់ជិះម៉ូតូបែប Cruiser បែបធ្ងន់ style អាមេរិកកាំងម៉ូតូហាក់លីឬក៏ Harley Davidson គឺល្អណាស់សម្រាប់ពួកគាត់តែបើចង់ជិះអាប្រភេទរាងស្រាលជាងនឹងបន្តិច Rebel នេះហើយគឺលេខ1ហើយបើសិនជាថាគ្នាស្រាលតិចបងប្អូនគិតថាប្រហែលជា100គីឡូជាងទេមើលទៅតែអត់ទេបងប្អូនម៉ូតូនេះទម្ងន់របស់វាគឺ160ជាងគីឡូឯណោះដោយទម្ងន់ម៉ូតូនេះខ្ញុំគិតថាវាប្រហែលជាមួយនឹងម៉ូតូអសង្ឃហើយដឹកអង្គរមកបាវពីលើថែមទៀតបាទអញ្ចឹងសូមបងប្អូនចូលទៅមើលប្រភេទម៉ូតូ Cruiser ឬក៏បែប Touring ម៉ូតូទី2វិញម្ដងដោយម៉ូតូនេះគឺមានឈ្មោះថា Honda Magna កម្លាំង250ដែលម៉ូតូនេះគឺស្ថិតនៅក្នុងឆ្នាំ95តាមពិតទៅប្រភេទម៉ូតូ Magna នេះឈ្មោះពេញរបស់ម៉ូតូនេះគឺ V Twin Magna V Twin ហ្នឹងគឺបងប្អូនដឹងហើយថាម៉ូតូនេះគឺមាន2 Piston ដោយ Piston មួយរបស់ម៉ូតូនេះគឺមានរាងអក្សរ V ឬក៏អក្សរ V អញ្ចឹងតើបងប្អូនដឹងទេហេតុអ្វីបានជាការពីមុនឬក៏ឆ្នាំ8ជាងឬក៏ឆ្នាំ9ជាងហេតុអ្វីអង្គស៊ីញើនៅប្រទេសជប៉ុននេះឬក៏ប្រទេសអាមេរិកគេចូលចិត្តយកប្រភេទម៉ូតូដែលមាន Piston 2ឬក៏ជា
ប្រភេទ V Twin យកមកធ្វើជាប្រភេទម៉ូតូ Cruiser ឬក៏ម៉ូតូ Touring ហេតុអ្វីបានជាគេមិនយកអាប្រភេទម៉ូតូដែលមាន Piston 1ឬក៏ប្រភេទដែលមាន Piston 4យកមកធ្វើជាប្រភេទម៉ូតូ Touring ឬក៏ Cruiser ទៅតើបងប្អូនដឹងដែរទេបាទគឺប្រកាសជាមិនដឹងទេអញ្ចឹងចាំខ្ញុំបកស្រាយជូនបងប្អូនទី1នោះគឺតាក់ទងជាមួយនឹងចរិតពីរបស់ប្រភេទម៉ូតូ V Twin នេះតែម្ដងឬក៏ប្រភេទម៉ាស៊ីន V Twin ម៉ាស៊ីនអក្សរ V នេះតែម្ដងដោយបកស្រាយឲ្យងាយយល់នោះគឺម៉ាស៊ីនម៉ូតូ V Twin ដែលមានពីរ Piston នោះពេលដំណើរការបញ្ឆេះ Piston 1គឺត្រូវការធាក់ចុះហើយ Piston 1ទៀតគឺធាក់ឡើងពេល Piston ទី1ធាក់វាលកាំងចុះវាលកាំងដែលភ្ជាប់ជាមួយនឹងដៃយ៉េនដែលភ្ជាប់ជាមួយនឹង Piston ពេលដល់រង្វិលជុំរបស់វានឹងធាក់ឡើងវិញហើយ Piston ទី2ក៏វាធាក់វាលកាំងនោះចុះទៅម្ដងទៀតដើម្បីឲ្យងាយយល់ជូនបងប្អូននោះគឺពេល Piston ទី1ធ្វើការរួច Piston ទី1នោះមានពេលសម្រាកហើយឲ្យ Piston ទី2ធ្វើការម្ដងហើយពេល Piston ទី2ធ្វើការរួចមានពេលសម្រាកហើយក៏ឲ្យ Piston ទី1ធ្វើការម្ដងវិញអញ្ចឹងអាដំណើរការឆ្លាស់ទៅឆ្លាស់មកនេះគឺវាជួយឲ្យម៉ាស៊ីនបញ្ចុះកម្ដៅម៉ាស៊ីនវាមិនសូវក្ដៅ Piston ទី1ធ្វើការរួចដល់វេន Piston ទី2ម្ដងវាឆ្លាស់ទៅឆ្លាស់មកបែបនេះឯងអញ្ចឹងហើយទើបគេយកម៉ាស៊ីន V Twin នេះយកទៅដាក់ចូលទៅក្នុងប្រភេទម៉ូតូ Cruiser ឬក៏ Touring ដោយម៉ូតូបែប Touring ឬក៏ Cruiser ដូចខ្ញុំបានបកស្រាយជូនបងប្អូនអញ្ចឹងគឺជាប្រភេទម៉ូតូដែលគេជិះរាប់សិបម៉ោងលើម៉ូតូជិះទាល់តែចុកគូតអញ្ចឹងមានតែប្រភេទម៉ូតូ V Twin តែមួយមុខប៉ុណ្ណោះដែលជាម៉ូតូដែលអាចបើកទៅមុខបានយូរមិនសូវឡើងកម្ដៅម៉ាស៊ីនហើយក៏ជាប្រភេទម៉ូតូដែលម៉ាស៊ីនគឺធន់ជាងគេបំផុតក្នុងចំណោមម៉ាស៊ីនម៉ូតូទាំងអស់គឺមកពី Piston 2ជួយគ្នាទៅវិញទៅមកអញ្ចឹងនៅពេលណាដែលបងប្អូនស្ដាប់មកដល់ត្រឹមនេះបងប្អូនប្រហែលជាកើនចំណេះដឹងមួយផ្នែកទៀតហើយបងប្អូនប្រហែលជាមានកូនចិត្តថាអា V Twin ហ្នឹងវាល្អអញ្ចឹងហេតុអ្វីបានជាគេធ្វើអា Rebel ហ្នឹងមកមានតែមួយ Piston អញ្ចឹងមិនព្រមធ្វើអា V Twin ហ្នឹងមកទៀតបាទបងប្អូនមកពីការពីមុនគឺបច្ចេកវិទ្យាចាស់ដោយខ្ញុំនិយាយអញ្ចឹងម៉ូតូ Touring កាលពីមុនកាលពីឆ្នាំ8ជាងដល់9ជាងគឺសម្បូរដោយប្រភេទម៉ូតូ V Twin នេះឯងតែដល់ចំនួននេះហើយគឺគេលែងចាំបាច់មានអា V Twin ហ្នឹងហើយក៏ព្រោះថាម៉ាស៊ីនម៉ូតូគឺគេអាចបំពាក់ឬក៏ភ្ជាប់ជាមួយនឹងធុងទឹកបានហើយអញ្ចឹងម៉ាកខ្នាហ្នឹងអត់មានធុងទឹកទេចុះបាទបងប្អូនម៉ាស៊ីនម៉ូតូម៉ាកខ្នា V Twin នេះក៏មានបំពាក់ជាមួយនឹងធុងទឹកផងដែរតែប្រភេទធុងទឹកម៉ាកខ្នាហើយនឹង Rebel គឺខុសគ្នាម៉ូតូ Rebel គឺមានបំពាក់ជាមួយនឹង sensor ថែមទៀត sensor នោះឲ្យតែដឹងថាវាឡើងក្តៅភ្លាមដឹងតែប្រឆេះកង្ហាល់បក់ធុងទឹកនោះឲ្យវាចុះត្រជាក់វិញជាក់ជាមិនខានបានជប់រឿងបច្ចេកវិទ្យាម៉ូតូសុំស្លេះត្រឹមនេះសិនចុះក៏ព្រោះថាបងប្អូនយើងពេលស្ដាប់ទៅជួនកាលអត់យល់ឈឺក្បាលហើយពលក្ដួចតែសរុបជារួមមកម៉ាស៊ីនម៉ូតូទាំងពីរនេះគឺនៅដំណើរការ 100% កុងទ័រគីឡូក៏ប្រើតិចសំខាន់គឺបងប្អូនតែប៉ុណ្ណោះដែលមើលទៅស្រឡាញ់រៀងម៉ូតូមួយណាជាងគេបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាហើយបើសិនជាពេញចិត្តចាប់អារម្មណ៍អាចចូលទៅមើលរូបភាពសន្លឹកនៅក្នុង website របស់យើងខ្ញុំឬក៏តាក់ទងយើងខ្ញុំតាមប្រអប់ផ្សារអញ្ចឹងសូមអរគុណនិងជួបគ្នាក្នុងវីដេអូក្រោយៗទៀត